សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាម៉ូដអាវកតុយថៃចង់បង្ហាញពីប្រភេទពុម្ពដែលអ្នកខ្ញុំកំពុងតែរៀបនេះដើម្បីបងប្អូនដែលគាត់ទើបតែចាប់ផ្ដើមពីការកាត់ដេរគាត់អាចមើលវិធីក្នុងការកាត់អាវឬក៏ប្រភេទយើងចោះពុម្ពឬក៏ម៉ូដកតុយថៃនេះបានណាបងប្អូនជាទូទៅបងប្អូនកតុយថៃនេះគឺនេះខ្ញុំចេញ7លេខសងខាងណាយើងឡើងពីលើពីក្រោមឡើងទៅលើហ្នឹងគឺឡើង10លេខបងប្អូនដោយសារសម្រងអាវនេះគឺមានសម្រងតែ52ទេយើងយកខ្លួនខ្លីដែរហើយនេះខ្ញុំកំពុងតែកាត់នេះគឺជាផ្ទាំងរូតខាងក្រោយបងប្អូនហើយនេះគឺជាមួយចំណែកទៀតនៃផ្នែកខាងក្រោយនៃជំហាកណ្ដាលណាបងប្អូនហើយចំណែកនេះគឺយើងចេញកតុយថៃសងខាងបងប្អូនដូចនេះខ្ញុំបានជម្រាបអញ្ចឹងគឺនេះខ្ញុំចេញកតុយថៃសងខាង7លេខណាហើយយើងវាស់ពីក្រោមឡើងមកលើវិញគឺ10លេខបងប្អូននេះគឺកតុយថៃហើយចំណែកនេះគឺមួយផ្នែកនៃផ្ទាំងខាងក្រោយទៀតដោយសារយើងកាត់លៃកណាត់ណាបងប្អូនអញ្ចឹងកណាត់ដែលនៅសល់ពីសពុតនេះគឺនាងខ្ញុំកាត់បានផ្នែកនៃផ្ទាំងខាងក្រោយបានរួចរាល់ណាបងប្អូនហើយកតុយថៃគឺយើងចេញដូចគ្នាតែចំណែកចំហៀងនេះគឺនាងខ្ញុំចេញតែមួយចំណែកមួយចំហៀងទេគឺយើងចេញ7លេខឡើងពីក្រោមមកលើ10លេខដូចគ្នាណាហើយម៉ូដអាវនេះគឺដូចនៅក្នុងវីដេអូដែលនាងខ្ញុំបាននៅដាក់នៅលើអេក្រង់ចឹងដែរបងប្អូនជាប្រភេទម៉ូដកតុយថៃដៃវែងហើយកស្រួចហើយយើងមានម៉ូដកស្លឹកកបើកក្របស្មាមួយចំហៀងដូចនៅលើវីដេអូហ្នឹងណាបងប្អូនហើយនេះគឺការរៀបពុម្ពផ្ទាំងផ្នែកខាងមុខរបស់នេះខ្ញុំបងប្អូនការរៀបពុម្ពរបស់ខ្ញុំគឺដូចវីដេអូមុនដូចគ្នាដែរបងប្អូនដោយសារជាទូទៅកន្លែងនេះខ្ញុំកាត់ពុម្ពគឺនេះខ្ញុំសារ៉េពុម្ពរួចរាល់ហើយទើបនេះខ្ញុំកាត់គឺយើងទុកថ្នេរតែមួយលេខសម្រាប់យកមកដេរភ្ជាប់ដាក់អុតឆ្អឹងទេណាបងប្អូនហើយការដេរដោតឆ្អឹងរបស់នេះខ្ញុំគឺតែមួយលេខហ្នឹងគឺទំហំនៃការដេរគឺត្រឹមត្រូវហើយមិនជាសារ៉េទេបងប្អូនបើសិនជាយើងកាត់ឲ្យត្រូវຂະຫນាតត្រូវអីយើងសារ៉េលើពុម្ពហ្នឹងឲ្យរួចរាល់ទៅនេះគឺការបញ្ចេញកតុយថៃដូចគ្នាចំណែកនៃផ្នែកខាងមុខទ្រូងបងប្អូនចំណែកនៃផ្នែកផ្ទាំងខាងមុខណាហើយជំហាននេះគឺយើងចេញដូចគ្នា7លេខដូចគ្នាយើងវាស់ពីក្រោមឡើងទៅលើ10លេខហើយអាវនេះគឺសម្រងខ្លីគួរសមដោយសារជាទូទៅលើបងប្អូនគាត់និយមប្រភេទអាវយើងពាក់នៅលើតាគៀបងប្អូនតែយើងឃើញតាគៀស្អាតបងប្អូនជាប្រភេទអាវដែលយើងពាក់ទៅឃើញរាងស្អាតហើយម៉ូដកតុយថៃបងប្អូនដូចនៅលើវីដេអូដែលខ្ញុំបានដាក់បង្ហាញបងប្អូនអញ្ចឹងជាទូទៅបើសិនជាបងប្អូនដែលគាត់រៀននៅវិស័យនឹងគាត់មិនទាន់នឹងយល់ឬក៏អត់ទាន់ចាប់ផ្ដើមឬក៏ទើបតែចាប់ផ្ដើមបងប្អូនអាចមើលវីដេអូនេះហើយបងប្អូនអាចធ្វើការបញ្ចេញកតុយថៃដូចនេះខ្ញុំបានណាដោយសារវាជាទិដ្ឋិងាយៗហើយក៏ងាយស្រួលក្នុងការធ្វើដែរគ្រាន់តែបងប្អូនមើលវីដេអូហ្នឹងទៅបងប្អូនអាចខ្ញុំជឿថាបងប្អូនអាចធ្វើបានដោយសារពេលខ្លះបងប្អូនដែលគាត់ឆ្លាញ់លើវិស័យហ្នឹង